ចំណងជើងទ្រង់រស់ឡើងវិញហើយតើអ្នកធ្លាប់ទទួលដំណឹងល្អដែលបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងទេចុះបើនរណាម្នាក់ប្រាប់អ្នកថាការស្លាប់មិនមែនជាទីបញ្ចប់ថ្ងៃនេះយើងនឹងមកដឹងអំពីដំណឹងដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានព្រះយេស៊ូវបានរស់ពីសុគតឡើងវិញម៉ាថាយ 28:1-10 ព្រះយេស៊ូវបានរស់ឡើងហើយលេចមកដល់ស្ត្រីលូកា 24:5-6 ហេតុអ្វីបានជាអ្នកស្វែងរកមនុស្សរស់ក្នុងចំណោមមនុស្សស្លាប់គាត់មិននៅទីនេះទេប៉ុន្តែបានរស់ឡើងវិញហើយ1ព្រះយេស៊ូវពិតជាបានសុគតទ្រង់ត្រូវបានឆ្កាងនិងបញ្ចុះក្នុងភ្នោរម៉ាថាយ 27:50-60 2ព្រះយេស៊ូវបានរស់ឡើងវិញនៅថ្ងៃទី3ភ្នោរទេម៉ាថាយ 28:6 3ព្រះយេស៊ូវមានព្រះជន្មរស់ជារៀងរហូតមនុស្សជាច្រើនបានឃើញទ្រង់ហើយទ្រង់ប្រទានជីវិតអស់កលឹបជានិច្ចដល់អ្នកដែលជឿកូរិនថូសទី 1:15-3-6 ហេតុអ្វីការប្រោសឲ្យរស់ឡើងវិញមានសារៈសំខាន់ចំពោះយើងសប្តាហ៍ថ្ងៃនេះតើវាផ្ដល់ក្តីសង្ឃឹមដល់យើងយ៉ាងដូចម្តេចដោយសារព្រះយេស៊ូវបានរស់ឡើងវិញយើងមានការអត់ទោសបាបយើងអាចមានជីវិតអស់កលឹបជានិច្ចយើងដឹងថាព្រះយេស៊ូវគង់នៅជាមួយយើងជានិច្ច